មានពេលមួយមានឪពុកដ៏ស្លូតបូតម្នាក់ដែលមានកូនប្រុសពីរនាក់ខ្ញុំបានយកចិត្តទុកដាក់ចំពោះពួកគេយ៉ាងជ្រាលជ្រៅហើយបានខិតខំប្រឹងប្រែងជារៀងរាល់ថ្ងៃដើម្បីផ្ដល់អ្វីគ្រប់យ៉ាងដែលពួកគេត្រូវការពួកគេបានរស់នៅក្នុងកសិដ្ឋានដ៏ស្រស់ស្អាតមួយដែលមានវាលស្មៅពណ៌បៃតងខ្ចីនិងហ្វូងចៀមឪពុកតែងតែនិយាយថាបេះដូងរបស់ខ្ញុំសប្បាយចិត្តបំផុតនៅពេលដែលកូនប្រុសរបស់ខ្ញុំធ្វើការជាមួយខ្ញុំហើយពួកយើងរីករាយនឹងជីវិតជាមួយគ្នាប៉ុន្តែថ្ងៃមួយកូនប្រុសពើចាប់ផ្ដើមមានអារម្មណ៍មិនស្ងប់ខ្ញុំចង់បានសេរីភាពហើយស្រមៃចង់ឃើញពិភពលោកធំហួសពីកសិដ្ឋានដូច្នេះគាត់បានទៅរកឪពុករបស់គាត់ហើយនិយាយថាឪពុកសូមចែកចំណែកប្រាក់គ្រួសារមកខ្ញុំចង់ចេញទៅរស់នៅជារៀងរាល់ថ្ងៃឪពុកមានអារម្មណ៍ក្រៀមក្រំប៉ុន្តែដោយសារគាត់ស្រឡាញ់កូនប្រុសគាត់មិនបានខាត់គាត់ឡើយគាត់បានឲ្យគាត់នៅអ្វីដែលគាត់សុំហើយកូនពៅក៏ចាក់ចេញពីផ្ទះដោយក្តីរំភើបជាខ្លាំងដំបូងឡើយអ្វីហាក់ដូចជាអស្ចារ្យណាស់ខ្ញុំបានទិញសម្លៀកបំពាក់ប្រណិតជប់លៀងធំនិងបង្កើតមិត្តថ្មីជាច្រើនទៀតមានតន្ត្រីរាំនិងអាហារឆ្ងាញ់ជារៀងរាល់យប់ប៉ុន្តែមិនយូរប៉ុន្មានលុយរបស់គាត់បានបាត់អស់ហើយពេលបាត់លុយមិត្តភ័ក្តិក៏បាត់ដែរពួកគេមិនដែលជាមិត្តពិតប្រាកដឡើយបន្ទាប់មកមានអ្វីមួយកាន់តែអាក្រក់បានកើតមានទុភិក្ខយ៉ាងខ្លាំងរាលដាលពាសពេញផ្ទៃដីអាហារពិបាករកណាស់ហើយយុវជននោះឃ្លានហើយខ្សោយទីបំផុតខ្ញុំរកបានការងារចិញ្ចឹមជ្រូកវាជាភក់ធំក្លិនការងារហើយគាត់មានអារម្មណ៍ឯកោទាំងស្រុងជួនកាលសូម្បីតែអាហាររបស់ជ្រូកក៏មើលទៅល្អសម្រាប់គាត់ដែរអង្គុយក្នុងប៊ិចជ្រូកគាត់គិតថាតើខ្ញុំកំពុងធ្វើអ្វីសូម្បីតែកម្មករនៅផ្ទះឪពុកខ្ញុំក៏មានអាហារហូបចុកដែរប៉ុន្តែនៅទីនេះខ្ញុំកំពុងឃ្លានបន្ទាប់មកមានអ្វីមួយបានផ្លាស់ប្ដូរនៅក្នុងចិត្តរបស់គាត់ខ្ញុំនឹងត្រឡប់ទៅបុរសខ្ញុំនឹងប្រាប់ឪពុកខ្ញុំថាខ្ញុំសុំទោសប្រហែលជាគាត់នឹងឲ្យខ្ញុំធ្វើការជាអ្នកបម្រើដូច្នេះកូនប្រុសចាប់ផ្ដើមដំណើរដ៏វែងឆ្ងាយពេលខ្ញុំដើរខ្ញុំបានអនុវត្តពាក្យរបស់គាត់ព្រះបតាទូបង្គំបានធ្វើបាបហើយខ្ញុំមិនស័ក្តិសមធ្វើជាកូនប្រុសរបស់អ្នកទេប៉ុន្តែខណៈពេលដែលគាត់នៅឆ្ងាយមានអ្វីអស្ចារ្យបានកើតឡើងឪពុកឃើញហើយជារៀងរាល់ថ្ងៃឪពុកបានមើលផ្លូវដោយសង្ឃឹមថាកូនប្រុសរបស់គាត់នឹងត្រឡប់មកវិញពេលស្គាល់គាត់ភ្លាមខ្ញុំស្រែកថាកូនអើយវាជាកូនប្រុសរបស់ខ្ញុំគាត់បានរត់យ៉ាងលឿនតាមដែលអាចធ្វើបានរុំដៃរបស់គាត់ហើយអបគាត់យ៉ាងតឹងកូនប្រុសយំពុកអើយអាណិតណាស់ប៉ុន្តែឪពុកមិនបានសំបីតែឲ្យគាត់បញ្ចប់ខ្ញុំបានស្រែកដោយរីករាយនាំយកសម្លៀកបំពាក់ល្អបំផុតតាក់ចិញ្ចៀននៅលើម្រាមដៃរបស់គាត់និងស្បែកជើងនៅលើជើងរបស់គាត់យើងនឹងអបអរសាទរកូនខ្ញុំបានបាត់ទៅហើយប៉ុន្តែឥឡូវរកឃើញហើយខណៈនោះកូនប្រុសច្បងដែលស្នាក់នៅផ្ទះនិងធ្វើការដោយស្មោះស្ម័គ្របានរៀបភ្លេងនិងសើចខ្ញុំបានសួរអ្នកបម្រើម្នាក់តើមានអ្វីកើតឡើងពេលដឹងថាប្អូនប្រុសត្រឡប់មកវិញឪពុកទៅជប់លៀងក៏តូចចិត្តគាត់បាននិយាយទៅកាន់ឪពុករបស់គាត់ថាខ្ញុំបានធ្វើការយ៉ាងលំបាកសម្រាប់អ្នកអស់ជាច្រើនឆ្នាំមកនេះអ្នកមិនដែលឲ្យខ្ញុំជប់លៀងទេហេតុអ្វីបានជាអបអរសាទរគាត់ឪពុកដាក់ដៃលើស្មាថ្នមហើយនិយាយថាកូនឲ្យអ្នកនៅជាមួយខ្ញុំជានិច្ចហើយអ្វីដែលខ្ញុំមានគឺជារបស់អ្នកប៉ុន្តែយើងត្រូវតែអបអរព្រោះបងប្រុសរបស់អ្នកបានបាត់បង់ហើយឥឡូវនេះត្រូវបានរកឃើញគាត់បានទៅហើយប៉ុន្តែឥឡូវគាត់បានទៅផ្ទះហើយនៅយប់នោះក្រុមគ្រួសារបាននៅជាមួយគ្នាម្ដងទៀតមានភាពសប្បាយរីករាយសំណើចតន្ត្រីនិងពិធីបុណ្យធំមួយក្តីស្រឡាញ់របស់ឪពុកមិនដែលផ្លាស់ប្ដូរសូម្បីតែមួយភ្លែតកូនជាទីស្រឡាញ់រឿងនេះបង្រៀនយើងនៅអ្វីដែលសំខាន់សូម្បីតែពេលយើងធ្វើខុសព្រះកំពុងរង់ចាំយើងដោយដៃចំពេលយើងត្រឡប់ទៅរកទ្រង់អត់ទោសយើងទ្រង់ត្រេកអរនឹងយើងហើយទ្រង់ស្វាគមន៍យើងទៅផ្ទះសេចក្តីអំណរពិតតែងតែមាននៅក្នុងសេចក្តីស្រឡាញ់ដ៏អស្ចារ្យរបស់ព្រះវរបិតា